ទី2ជាងម្នាក់ទិញស៊ីម៉ង់តបាទ5បាវបាទហើយក្នុងមួយបាវមានទម្ងន់50គីឡូក្រាមអញ្ចឹងយើងមើលអ្វីដែលគេផ្ដល់ឲ្យនៅទីនេះបាទគាត់យកស៊ីម៉ង់នោះទៅធ្វើពាងទឹកបានពាង12ក្នុងពាងមួយប្រើស៊ីម៉ង់អស់20.25គីឡូក្រាមតើជាងនោះនៅសល់ស៊ីម៉ង់ប៉ុន្មានគីឡូក្រាមទៀតបាទសួស្តីទាំងអស់គ្នាវិលមកជួបគ្នាវិញទៀតហើយជាមួយនឹងការបកស្រាយនៅមេរៀនឬក៏ដូចជាលំហាត់ឬក៏ចំណោទនៅក្នុងគណិតវិទ្យាថ្នាក់ទី6អញ្ចឹងថ្ងៃនេះខ្ញុំនឹងចូលដល់មេរៀនទី8មេរៀនទី8គឺខ្ញុំលើកយកតែចំណោទយកមកបកស្រាយជូនទាំងអស់គ្នាហើយចំណោទដែលខ្ញុំនឹងលើកយកមកគឺមានចំណោទទី1ហើយនិងចំណោទទី2បាទអញ្ចឹងបាទខ្ញុំសូមអធិស្ឋានផងដែរនៅក្នុងការបកស្រាយទៅដោយមានភាពបាទចន្លោះប្រហោងណាមួយអញ្ចឹងនៅក្នុងចំណោទទី1នេះបាទនៅក្នុងចំណោទទី1នេះគឺជាងកាត់ដេរម្នាក់ប្រើកំណាត់សំពត់អស់ 1.25 ម៉ែត្រសម្រាប់កាត់ខោមួយបើគាត់កាត់ខោ15តើគាត់ត្រូវប្រើកំណាត់សំពត់អស់ប៉ុន្មានបាទអញ្ចឹងនេះគឺជាអ្វីដែលគេត្រូវការអញ្ចឹងបាញ់មិញខ្ញុំបានអានអំពីប្រធានចំណោទឬក៏ដូចជាចំណោទនៃការសួរអញ្ចឹងឥឡូវយើងទៅរកមើលពាក្យកលឹះឬក៏កលឹះនៃការដែលគេប្រាប់យើងបាទអញ្ចឹងនេះខ្ញុំសូមធ្វើការគូសបន្តិតពីក្រោមបាទអញ្ចឹងចំណុចនេះគឺគេប្រាប់យើងអំពីការកាត់ខោមួយគឺប្រើកំណាត់អស់ 1.25 ម៉ែត្របាទហើយចំណុចមួយទៀតនោះគឺគេប្រាប់យើងទៀតបាទគេប្រាប់ថាកាត់ខោ15អញ្ចឹងគេកាត់ខោគេមានកាត់តែមួយទេបាទគេកាត់រហូតដល់15បាទអញ្ចឹងក្នុងខោមួយគេប្រើកំណាត់សំពត់អស់ 1.25 ម៉ែត្រចឹងកំណាត់សំពត់ដែលគេត្រូវប្រើនោះគឺចំនួនប្រមាណបាទដើម្បីកាត់ខោឲ្យគ្រប់នឹង15ខោបាទអញ្ចឹងយើងនៅក្នុងចំណោទមានបាទប្រមាណវិធីហើយនឹងរបៀបឆ្លើយបាទអញ្ចឹងបើសិនជាយើងពុំបានដាក់ប្រមាណវិធីនិងរបៀបឆ្លើយទេក៏វាអត់ទាន់បានជាល្អប្រសើរផងដែរអញ្ចឹងយើងមានប្រមាណវិធីហើយនឹងរបៀបឆ្លើយឥឡូវយើងឆ្លើយបាទយើងឆ្លើយណែគេសួរថាតើគាត់ត្រូវការប្រើកំណាត់សំពត់អស់មកប៉ុន្មានអញ្ចឹងយើងឆ្លើយមកគឺកំណាត់បាទសំទោសបាទកំណត់សំពត់ដែលគាត់ត្រូវប្រើឬក៏យើងដាក់ថារោគកំណាត់សំពត់ក៏បានដែរបាទរោគកំណាត់សំពត់អញ្ចឹងរោគកំណាត់សំពត់ដែលត្រូវប្រើអញ្ចឹងយើងដាក់រោគនេះគឺវាមើលទៅវាព្រោះស្ដាប់ជាងបាទរោគកំណាត់សំពត់ដែលគាត់ត្រូវប្រើអញ្ចឹងយើងមើលទាំងអស់គ្នាអាចគិតទេថាតើចំណោទទី1នេះបាទតេតិនទៅនឹងវិធីអ្វីបាទមានគុណហើយនឹងចែកមានតែ2ទេបាទអញ្ចឹងប្រកាសណានៅពេលដែលគេប្រាប់យើងថាខោមួយអស់ 1.25 ម៉ែត្រហើយខោគេកាត់ចំនួន15អញ្ចឹងយើងត្រូវយកបាទ15នេះគុណជាមួយនឹង 1.25 បាទអញ្ចឹងយើងបានឬគេបាន 1.25 គុណនឹង15អញ្ចឹងយើងទៅធ្វើនៅប្រមាណវិធីបាទនៅកន្លែងប្រមាណវិធីខាងនេះបាទអញ្
ចឹង 1.25 ហើយគុណជាមួយទៅនឹង 15 ចឹងទាំងអស់គ្នាអាចរៀបលេខឲ្យស្អាតជាងខ្ញុំបន្តិចក៏បានដែរបាទពីព្រោះ15នេះគឺជាចំនួនគត់ហើយ1នេះគឺជាចំនួនគត់អញ្ចឹងចំនួនគត់ឲ្យត្រូវទៅតាមខ្ទង់បាទអញ្ចឹងយើងយក1យកទៅគុណ 1.25 មកគឺបាទគឺបានលេខនេះដដែលអញ្ចឹងបាទបន្តទៅទៀតយើងយកលេខ5នេះលេខ5គុណជាមួយលេខខាងលើនេះមក 1.25 អញ្ចឹងយើងបានបាទ625បាទ625អញ្ចឹងយើងបូកទៅបាទយើងបានបែបនេះបាទគឺ 18.75 អញ្ចឹង 18.75 នេះគឺគិតជាម៉ែត្របាទគិតជាម៉ែត្រអញ្ចឹងយើងដឹងហើយថាកំណត់សម្ពុតដែលជាងគិតត្រូវការគឺ 18.75 ម៉ែត្រអញ្ចឹងច្រើនដែរអញ្ចឹងពេលនេះយើងឆ្លើយថាមកដូចនេះឬក៏ដូចនេះជាងត្រូវការកំណត់សម្ពុតទាំងអស់ 18.75 ម៉ែត្របាទនេះគឺជាដំណោះស្រាយឬក៏ជាការបកស្រាយនៅចំណោទទី1បាទតេតិនទៅនឹងជាងកាត់ដេរបាទអញ្ចឹងយើងបន្តចូលដល់ចំណោទទី2បាទអញ្ចឹងចំណោទទី2នៅទីនេះគឺតេតិនទៅនឹងជាងបាទជាងសំណង់អញ្ចឹងចំណោទទី2ជាងម្នាក់ទិញស៊ីម៉ង់បាទ5បាវបាទហើយក្នុងមួយបាវមានទម្ងន់50គីឡូក្រាមអញ្ចឹងយើងមើលអ្វីដែលគេផ្ដល់ឲ្យនៅទីនេះបាទកាត់យកស៊ីម៉ង់នោះទៅធ្វើពាងទឹកបានពាង12ក្នុងពាងមួយប្រើស៊ីម៉ង់អស់ 20.25 គីឡូក្រាមតើជាងនោះនៅសល់ស៊ីម៉ង់ប៉ុន្មានគីឡូក្រាមទៀតបាទអញ្ចឹងនៅក្នុងចំណោទទី2នេះគឺអ្វីដែលគេចង់រកចុងក្រោយគឺស៊ីម៉ង់ដែលនៅសល់បាទស៊ីម៉ង់ដែលនៅសល់ចឹងយើងមើលដំបូងបាទយើងមើលអ្វីដែលគេប្រាប់ឬក៏ keyword នៅក្នុងចំណោទនេះបាទស៊ីម៉ង់គឺ5បាវអញ្ចឹងក្នុងមួយបាវគឺ50គីឡូក្រាមហើយបាទកាត់យកស៊ីម៉ង់ទាំងនោះទៅធ្វើពាងទឹក12បាទ12អញ្ចឹងក្នុងពាងមួយនោះគាត់ប្រើស៊ីម៉ង់អស់ 20.25 គីឡូក្រាមបាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទអញ្ចឹងយើងមានប្រមាណវិធីហើយនឹងរបៀបឆ្លើយបាទអញ្ចឹងមែនទែនទៅនៅក្នុងការធ្វើស៊ីម៉ង់នេះគេអត់បាននិយាយអំពីការប្រើខ្សាច់ទេបាទគឺគេប្រើពីស៊ីម៉ង់សុទ្ធតែម្ដងអញ្ចឹងយើងរកចំនួនស៊ីម៉ង់ដែលនៅសល់គិតជាគីឡូក្រាមបាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទយើងមើលចុងក្រោយ5នេះបាទត្រូវគុណជាមួយនឹងបាទហើយគុណជាមួយនឹង50អញ្ចឹងដើម្បីរកចំនួនគីឡូទាំងអស់យក5គុណជាមួយនឹង50ហើយបន្តមកទៀតបាទបន្តមកទៀតយើងមើលពាងនេះចឹងយើងមើលពាងនេះ12បាទហើយពាងមួយគឺធ្វើអស់ 20.25 អញ្ចឹងបាទគេបានបាទអញ្ចឹងគេបាន5ណាគុណទៅនឹង50ដកទៅនឹងបាទ12គុណនឹង 20.25 អញ្ចឹង50មក5គុណនឹង50នេះគឺដើម្បីរកចំនួនគីឡូរបស់ស៊ីម៉ង់ទាំងអស់ហើយ12គុណនឹង 20.25 នេះគឺគេគុណអំពីចំនួនគីឡូស៊ីម៉ង់ដែលត្រូវធ្វើពាងមួយបាទអញ្ចឹងចុងក្រោយគឺយើងយកចំនួនស៊ីម៉ង់ទាំងអស់
ដកទៅនឹងចំនួនស៊ីម៉ង់តដែលគេធ្វើពាងអស់បាទអញ្ចឹងយើងមានប្រមាណវិធីបាទ50គុណនឹង5អញ្ចឹងបាទ5ដល់25បាទថែម0គឺបាន250អញ្ចឹងយើងគុណមួយតង់ទៀតបាទគឺ12គុណនឹង 20.25 បាទអញ្ចឹងយើងគុណតាមដំណើរមកគឺបាទ2គុណនឹង20គឺយើងបាន 20.25 បាទហើយបន្តមកទៀតគឺ2បាទមិញគឺខ្ញុំនិយាយពាក្យថា2តាមពិតទៅលេខ1បាទអញ្ចឹងយើងគុណមកគឺយើងបូកបាទ40មែនទែនទៅនៅកន្លែងនេះគឺស្មើគ្នាបាទតែដាក់ស្មើគ្នាអញ្ចឹងបាទយើងបានគឺស្មើទៅនឹងបាទ40បាទសំទោសគឺ400សំទោសគឺ243អញ្ចឹង243គឺគិតជាគីឡូក្រាមអញ្ចឹងយើងយក250ដកនឹង243នេះមកបាទព្រោះយើងត្រូវរកចំនួនគីឡូដែលស៊ីម៉ង់នៅសល់អញ្ចឹងយើងដកទៅបាទយើងដកទៅគឺស្មើនឹង7បាទ7នោះគឺ7គីឡូក្រាមអញ្ចឹងស៊ីម៉ង់ដែលនៅសល់នោះគឺចំនួន7គីឡូក្រាមហើយបន្តមកទៀតនោះគឺយើងឆ្លើយថាមកដូចនេះឬក៏ដូចនេះស៊ីម៉ង់ដែលនៅសល់គឺ7គីឡូក្រាមបាទអញ្ចឹងទាក់ទិនទៅនឹងការបកស្រាយពីទី1រហូតមកដល់ទី2ខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងអាចយល់បានបាទហើយអាចដោះស្រាយបានដោយខ្លួនឯងបាទអញ្ចឹងចុងក្រោយសូមអរគុណបាទសូមគោរពលា